យើងចូលមកកាន់ Git និង GitHub Course តែ course នេះគឺខ្ញុំធ្វើឡើងនៅក្នុងការសង្ខេបនៅអ្វីដែលសំខាន់ដែលគិតថាអ្នកទាំងអស់គ្នានឹងអាចប្រើបាននៅពេលថ្ងៃក្រោយចឹងនៅក្នុង GitHub ក៏ខ្ញុំបានបែងចែកទៅជា5 section ដែល section ទី1គឺ introduction ដែលយើងមកស្គាល់ពីអ្វីទៅជា Git និង GitHub ហើយក៏មកស្គាល់ពី Git workflow overview មួយចំនួននិង section ទី2គឺយើងមក setup ឬក៏ config មួយចំនួនមុនពេលដែលយើងប្រើប្រាស់ Git និង section ទី3យើងមករៀនអំពី local repo ដែលយើងមាន comment មួយចំនួនដែលយើងអាចប្រើបាន section ទី4គឺជា remote collaboration ដែលយើងអាច collaboration បានដែលនៅក្នុងហ្នឹងគឺខ្ញុំប្រើវាជា GitHub ហើយចំពោះ section ទី5 branching and merging កន្លែងហ្នឹងគឺយើងអាចធ្វើការ clone នៅ repo user ផ្សេងទៀតបានឬក៏អាចបង្កើតជា brand មួយទៀតឬក៏យើងអាចបង្កើតជា pull request បានដែលយើងអាចឲ្យ user គាត់ review មុនពេលដែលគាត់ merge អីបានចឹងនៅក្នុងហ្នឹងគឺខ្ញុំ focus ទៅលើការប្រើ command ដែលនៅក្នុងហ្នឹងគឺយើងមាន2ដែលយើងអាចប្រើបានទី1គឺយើងប្រើជា command ទី2គឺយើងប្រើជា interface ដែល interface ហ្នឹងគឺយើងអាច click នៅការ add ឬក៏ការ push អីបានដែលយើងអត់ចាំបាច់ប្រើ command ទេចឹងនៅក្នុងហ្នឹងគឺខ្ញុំ focus ទៅលើការប្រើ command ដោយសារតែការប្រើ command គឺយើងអាចយល់ដឹងពី process ឬក៏ workflow វាពីមួយទៅមួយបាននៅពេលដែលយើង test នៅក្នុងការប្រើ command ហើយគឺយើង switch ទៅការប្រើ interface អីក៏បានដែរចឹងឥឡូវយើងមកស្គាល់ពីអ្វីទៅជា Git ចឹង Git គឺជា version control មួយដែលអាចធ្វើការ save នៅ project របស់យើងដែលយើងបានធ្វើហើយក៏អាចក្នុងការ save ពីដំណាក់កាលទៅមួយដំណាក់កាលបានឧទាហរណ៍បើសិនជាខ្ញុំធ្វើទៅត្រឹម feature A ហើយគឺខ្ញុំអាច save នៅ feature A សិនក៏បានដែរមុនពេលដែលខ្ញុំចូលទៅកាន់ feature ដទៃទៀតហើយក៏យើងអាច keep track នៅអ្វីដែលយើងបានធ្វើនៅក្នុង code របស់យើងឧទាហរណ៍ខ្ញុំធ្វើមានការកែ code ឬក៏បន្ថែម code ពីលើហ្នឹងអីគឺយើងអាចធ្វើការនៅ keep track នៅ action ទាំងអស់ហ្នឹងបានហើយបន្ថែមពីហ្នឹងក៏យើងអាចធ្វើនៅក្នុងការត្រឡប់ទៅ old version នៅក្នុង code របស់យើងក៏បានដែរហើយបន្តមកទៀតក៏មានជា GitHub ដែល GitHub ហ្នឹងគឺជា online platform មួយដែលអាចឲ្យយើងនៅក្នុងការ share repo របស់យើងទៅកាន់ user ផ្សេងទៀតបានដើម្បីឲ្យគាត់នៅក្នុងការ clone project របស់យើងហើយធ្វើការមួយគ្នាបានដែលយើងសម្រាប់ធ្វើនៅក្នុងការ collaboration ហើយនៅក្នុង GitHub ហ្នឹងក៏មានជា feature មួយចំនួនវាមានជាការ assign task ទៅកាន់ team member ឲ្យយើងបានឬក៏បង្កើតជា issue ឲ្យបានហើយក៏យើងអាចធ្វើការតាមដាននៅ deadline ឬក៏ schedule អីមួយចំនួននៅក្នុងហ្នឹងបានហើយនៅក្នុងនេះក៏មានជា Git workflow ដែលក្នុង Git workflow នេះខ្ញុំគ្រាន់តែបង្ហាញនៅ command មួយចំនួនដែលវាគ្រាន់តែជា overview សម្រាប់ឲ្យអ្នកគ្នាយល់មុនពេលដែលយើងចូលទៅកាន់ practice នៅក្នុង terminal ចឹងនៅក្នុង Git workflow ហ្នឹងគឺបានបែងចែកទៅជា2ដែលទី1គឺមានជា local repo ដែលសំដៅទៅលើ machine របស់អ្នកគ្នាទី2គឺ remote repo ដែលសំដៅទៅលើ GitHub ឬក៏ GitLab អីចឹងទៅចឹងនៅក្នុង local repo គឺមានជា working tree ដែល working tree ហ្នឹងគឺជាការ make change code របស់យើងនៅក្នុង machine របស់អ្នកគ្នាហ្នឹងបន្តមកទៀតក៏មានជា staging area ដែល staging area ហ្នឹងគឺសំដៅទៅលើការ pre commit ឬក៏ជាការ save នៅអ្វីដែលអ្នកគ្នាបាន add ចូលនៅក្នុង machine របស់អ្នកគ្នាបន្ទាប់មកក៏មានជា local repo ដែលវាធ្វើការ store នៅអ្វីដែលយើងបាន add ចូលឬក៏យើងបាន commit ចូលទៅក្នុង machine របស់អ្នកគ្នាហើយចំពោះ remote repo នេះគឺសំដៅទៅលើ online hosting platform ហ្នឹងដែលយើងអាចធ្វើការឲ្យ user ផ្សេងទៀតនៅក្នុងការ clone project អីរបស់យើងបានឬក៏អាចធ្វើការ collaboration work មួយគ្នាបានអញ្ចឹងដំបូងនៅពេលដែលអ្នកគ្នាអត់មាន repo នៅក្នុងដៃឬក៏ចង់បង្កើតជា repo មួយសម្រាប់ឲ្យខ្លួនឯងយកហ្មងគឺយើងត្រូវប្រើ command មួយដែលមានឈ្មោះថា git init ដើម្បីយើងធ្វើការបង្កើត repo បានចឹងបន្តមកទៀតគឺវាមានជា git clone ដែល git clone ហ្នឹងគឺអាចឲ្យយើងធ្វើការឲ្យយើង clone នៅ project user ផ្សេងទៀតបានដើម្បីអាចឲ្យយើងធ្វើការ collaboration អីបានបន្តមកទៀតគឺមានជា git add ដែល git add ហ្នឹងគឺសំដៅទៅលើ command ដែលអ្នកគ្នាអាចប្រើបានដែលយើងអាច add នៅអ្វីដែលយើងបានធ្វើហើយបន្ទាប់មកក៏មានជា git commit ដែល git commit ហ្នឹងគឺសំដៅទៅលើអ្វីដែលអ្នកគ្នាទំ add ចូលហើយក៏យើងអាចធ្វើការ explain នៅ commit មួយហ្នឹងបន្តមកទៀតក៏មានជា git push ដែលអាចឲ្យយើង push ចូលទៅកាន់ remote repo បានដែលវាអាចមានជា GitHub ឬក៏ជា GitLab អីចឹងទៅដោយសារតែកន្លែងនេះគឺខ្ញុំប្រើវាជា GitHub ហើយក៏មានជា git pull ដែលអាចឲ្យយើង pull នៅ latest change នៅ user ផ្សេងទៀតបានឧទាហរណ៍ថាបើសិនជាខ្ញុំ clone នៅ project របស់ user ផ្សេងទៀតនឹងហើយនៅពេលដែលគេធ្វើការ push ឬក៏បន្ថែម code ពីលើនឹងឬក៏កែ code ពីលើនឹងអីទៀតគឺយើងត្រូវប្រើ command មួយដែលមានឈ្មោះថា git pull ដើម្បី pull នៅអ្វីដែលគេទំ add ចូលបន្ទាប់មកក៏មានជា git checkout ដែល git checkout ហ្នឹងគឺអាចឲ្យយើងធ្វើការបង្កើតជា brand ផ្សេងទៀតបានពីព្រោះដោយសារតែយើងអាចធ្វើ feature ទាំងអស់នៅក្នុង brand តែមួយបានទេបើសិនជាយើងធ្វើជា feature A គឺយើងអាចបង្កើតជា brand មួយផ្សេងទៀតដែលមានឈ្មោះថាជា feature A អីទៀតបាន
បន្ទាប់មកក៏មានជា git merge ដែល git merge ហ្នឹងគឺជាការ merge នៅអ្វីដែលយើងបាន change ពី brand របស់យើងឧទាហរណ៍ថាបើសិនជាខ្ញុំបង្កើតជា brand មួយឈ្មោះថា feature A នៅពេលដែលខ្ញុំធ្វើ feature A ហើយខ្ញុំត្រូវ merge នៅអ្វីដែលខ្ញុំធ្វើនៅក្នុង feature A ហ្នឹងចូលទៅកាន់ main brand ដែលយើងអាចប្រើបានគឺមានឈ្មោះថា git merge អញ្ចឹងអ្វីដែលអ្នកនរគ្នាត្រូវការគឺត្រូវការ download git ដើម្បីយើងអាចប្រើ git បានអញ្ចឹងនៅពេលដែលអ្នកនរគ្នា download git ដែលទៅតាម machine របស់អ្នកនរគ្នាហើយយើងចូលមកកាន់ terminal តមកហើយយើងវាយពាក្យថា git --version អញ្ចឹងនៅពេលដែលវា show result git version មានន័យថាអ្នកនរគ្នា download ហ្នឹងគឺ download បាន success ហើយអញ្ចឹងបន្តមកទៀតគឺខ្ញុំត្រូវការ folder តន្ត្រីមួយដើម្បីអាចឲ្យជា example ទៅអ្នកនរគ្នានៅក្នុងការបង្កើតជា repo ឬក៏យើងអាច add ឬក៏ push អីចូលទៅកាន់ GitHub ឯបានអញ្ចឹងឥឡូវគឺខ្ញុំចង់បង្កើតនៅក្នុង desktop ដែលយើងអាចប្រើបានដែលដំបូងគឺយើងត្រូវចូលទៅកាន់ desktop តមកហើយគឺយើងបង្កើតជា folder មួយដែលយើងអាចប្រើ command បានឬក៏អ្នកនរគ្នាបង្កើតright click មកហើយ new folder ក៏បានដែរដោយសារតែកន្លែងនេះគឺខ្ញុំចង់បង្ហាញខ្លះៗទៅអ្នកនរគ្នាអញ្ចឹងកន្លែងហ្នឹងគឺយើងអាចបង្កើតវាដែល folder គឺយើងអាចបង្កើតមានឈ្មោះថា mkdir តមកហើយ folder ឈ្មោះរបស់អ្នកនរគ្នាកន្លែងនេះគឺខ្ញុំដាក់វាជា test ហើយវាបង្កើតនៅកន្លែង desktop ហ្នឹងឲ្យយើងតមកហើយយើងអាចចូលទៅកាន់ folder ដែលយើងតាមបង្កើតមុនហ្នឹងឈ្មោះ test ហើយយើងចាប់ដើមបើក folder ហ្នឹងមកតមកគឺយើងត្រូវការ open terminal នៅក្នុង folder ហ្នឹងយកមកដោយសារតែនៅពេលដែលយើង open terminal នៅក្នុង folder ហ្នឹងគឺវា log ចូលទៅកាន់ folder test ហ្នឹងដែលមាននៅក្នុងហ្នឹងយកមកដែលយើងអត់ចាំបាច់ cd អីរហូតមកដល់កន្លែង folder ហ្នឹងឯងអញ្ចឹងឥឡូវពេលយើងចូលមកកាន់ folder ហ្នឹងហើយអ្វីដែលយើងត្រូវការនៅពេលដែលយើង start Git ដំបូងគេគឺយើងត្រូវ config មួយចំនួនអញ្ចឹង config ដែលយើងត្រូវការគឺមានជា username and email អញ្ចឹងយើងអាចប្រើបានដែលមានឈ្មោះថា git config -- global តមកហើយ user.name អ្នកគ្នាវាយឈ្មោះ username របស់អ្នកគ្នាមកនៅក្នុង double quote ហ្នឹងហើយយើងបិទ double quote ហ្នឹងមកដោយសារតែកន្លែងហ្នឹងគឺខ្ញុំវាយហើយអញ្ចឹងបើសិនជាអ្នកគ្នាអត់ទាន់ config ទេអ្នកគ្នាវាយ username របស់អ្នកគ្នាហើយចុច enter មកវាហើយនៅពេលដែលអ្នកគ្នាវាយចប់យើងអាច check មើលវាបានដែលយើងលុបដល់ user.name ហ្នឹងមកហើយយើង enter វាមកវា show username ឲ្យយើងឃើញតមកយើងត្រូវការ config email មួយទៀតយើងអាចវាយ git config global user.email ហើយយើងវាយដូច username យ៉ាងមកហើយយើងបិទ double quote យើង enter មកហើយក៏យើងអាច confirm វាបានគឺវាចេញ email ឲ្យអ្នកគ្នាអញ្ចឹងបន្តមកទៀតគឺខ្ញុំត្រូវការបង្កើតជា file ទទេមួយនៅក្នុង folder ហ្នឹងអ្នកគ្នាអាចចុចទៅកន្លែងនេះក្នុងការបង្កើត file មួយឬក៏ប្រើជា command ក៏បានដែរអូខេគឺខ្ញុំដាក់វាប្រើវាជា command tag file ហ្នឹងគឺខ្ញុំដាក់វាជា index.html តមកហើយខ្ញុំត្រូវការ structure html កន្លែង title ខ្ញុំ change ដាក់វា git and github h1 git and github អញ្ចឹងនៅកន្លែង config ដែលខ្ញុំបង្ហាញទៅអ្នកគ្នាហ្នឹងគឺយើងអត់ចាំបាច់ config ម្ដងទៀតអីទេនៅពេលដែលយើងបង្កើត repo អីហ្នឹងគឺយើងអត់ចាំបាច់ config វាពីព្រោះនៅពេលដែលយើង config វាម្ដងទៀតទោះតាតែយើងប្រើ account មួយផ្សេងទៀតអញ្ចឹងជាក់ស្ដែងបើសិនជាយើងប្រើតែ account ហ្នឹងមួយហ្មងគឺយើងអត់ចាំបាច់ config វាម្ដងទៀតទេអូខេអញ្ចឹងឥឡូវយើងអាចបង្កើត repo បានដែលមាន command វាជា git init កន្លែង init ហ្នឹងគឺមានន័យថាគឺយើង create ដល់ពេល git init គឺមានន័យថាគឺយើងបង្កើត repo មួយដែលវាអត់ទាន់ exist អញ្ចឹងឥឡូវយើងបង្កើត repo មួយបន្តមកហើយគឺយើងអាច add នៅ folder ដែលយើងចង់ add ចូលទៅកាន់ git របស់យើង
ចឹងកន្លែងហ្នឹងគឺខ្ញុំអាចប្រើវាដែលមានឈ្មោះជា git ហើយ add តបមកកន្លែងហ្នឹងគឺអ្នកអាចប្រើ dot ក៏បានឬក៏ specific ទៅលើ file ដែលយើងចង់ add ក៏បានដែរឧទាហរណ៍បើសិនជា file ចង់ add ទៅ file ដែលមានឈ្មោះថាជា index.html គឺយើងគ្រាន់តែវាយឈ្មោះ file ហ្នឹងមកហើយបើសិនជា dot គឺមានន័យថាគឺយើង add all មានន័យថាគឺយើង add file ដែលយើងមាននៅក្នុងទាំងអស់យកមកចឹងឥឡូវយើងដាក់ git add dot យើងអាច check status វាបានបើសិនជាវា show green គឺមានន័យថាគឺយើងបាន add file ហ្នឹងហើយ file ដែលយើងបាន add ហ្នឹងគឺមានឈ្មោះថា index.html បើសិនជាវា show ជា red គឺមានន័យថាគឺយើងមានការ change ឬក៏ file ដែលយើងអត់ទាន់បាន add ចូលអញ្ចឹងកន្លែងនេះគឺយើង add ហើយគឺយើងអាច commit បានដែល commit ហ្នឹងគឺមានន័យថាគឺយើង save នៅអ្វីដែលយើងបាន add ចូលកន្លែងហ្នឹងគឺយើងអាច mistake កន្លែងហ្នឹងបានដែលកន្លែងហ្នឹងគឺយើងដាក់វាជា first commit ចឹងមកដល់ពេលដែលអ្នកនរ commit ហើយយើងចូលមកកាន់ GitHub ចឹងអ្វីដែលអ្នកនរត្រូវការដំបូងគឺ GitHub account បើសិនជាអ្នកនរអត់មានគឺត្រូវតែបង្កើត GitHub account មួយដល់ពេលដែលបង្កើត GitHub account ហើយវាចូលមកកាន់ overview ហើយយើងចូលមកកាន់ repository តោះមកយើង click កន្លែង new ហ្នឹងមកហើយយើងបង្កើត repo របស់យើងឈ្មោះកន្លែងនេះគឺខ្ញុំដាក់វាឈ្មោះជា test តោះមកវាមានជា description បើសិនជាអ្នកមានអ្នកអាចដាក់បានតមកកន្លែងនេះគឺមានជា public ឬក៏ private កន្លែង public ហ្នឹងគឺសំដៅទៅលើ repo មួយហ្នឹងគឺអ្នកអាច share ទៅកាន់ user ផ្សេងទៀតបានឲ្យគាត់បានឃើញបើសិនជាដាក់ private គឺមានថា repo ហ្នឹងគឺឃើញតែយើងឯងចឹងឥឡូវគឺខ្ញុំដាក់វាជា public បន្ទាប់មកគឺយើងអាច add នៅ readme file បានដែលពេលច្រើន readme file គឺគេ include ទៅនឹង overview នៅ project មួយហ្នឹងឬក៏ technology ដែលគេបានប្រើឬក៏ការ config មួយចំនួនដែលគេអាច include ចូលទៅក្នុងហ្នឹងដើម្បីប្រាប់ទៅ user ផ្សេងទៀតបានហើយក៏មានជា git ignore ដែល git ignore file ហ្នឹងគឺគេប្រើពេលដែលគេចង់ specific ទៅលើ file មួយណាដែលគេអត់ចង់ include នៅពេលដែលគេបាន push ចូលទៅកាន់ repo មួយហ្នឹងដែលកន្លែងហ្នឹងវាតាក់ទងទៅនឹងមានដូចជាការ config មួយចំនួនឬ account ផ្ទាល់ខ្លួនរបស់គេមានដូចជា database ឬក៏ API key អីជាដើមអញ្ចឹងកន្លែងហ្នឹងបើសិនជាអ្នកចង់ add អាច add វា include ចូលទៅក្នុងហ្នឹងបានដោយសារតែកន្លែងនេះគឺខ្ញុំអត់ទាន់ចង់ add វាចូលយើងអាចបង្កើត click កន្លែង create repo ហ្នឹងមកចឹងកន្លែងខាងលើគឺយើងអាច skip វាបានដោយសារតែយើងប្រើហើយមួយចំនួនហើយចឹងឥឡូវយើងចូលមកកាន់ git remote បន្តមកហើយគឺយើង git brand ដែល default brand វាគឺ main brand បន្តមកគឺយើង push វាចូលអូខេឥឡូវយើងចូលមកកាន់ GitHub របស់យើងហើយយើង refresh the page មកដូចអ្នកឃើញអញ្ចឹងវាបាន push ចូលទៅកាន់ GitHub របស់យើងហើយដែលនៅកន្លែងហ្នឹងគឺបាន show ទៅកាន់ commit mistake ដែលយើងដាក់វាជា first commit ឬក៏ជា file ដែលយើងបាន push ចូលដូចកន្លែងនេះអញ្ចឹងអ្នក check បានវាកន្លែងនេះវាមានជា one commit មាន show ថាយើងបាន commit នៅ 4 minutes ago អញ្ចឹង example បើសិនជាខ្ញុំបាន change នៅក្នុង file ហ្នឹងឧទាហរណ៍ខ្ញុំបាន include នៅ heading មួយទៀតប៉ុន្តែនៅក្នុង heading ហ្នឹងគឺខ្ញុំ change នៅកន្លែង h1 ហ្នឹងទៅជា h2 ទៀតហើយយើង show status វាមកដូចអ្នកឃើញអញ្ចឹងវាមាន content មួយចំនួនដែលវា change នៅក្នុង index.html របស់យើងហើយយើងអត់បាន add ចូលទេបើសិនជាយើង add ចូលគឺកន្លែងក្រហមនេះទៅជា green ទេអញ្ចឹងកន្លែងហ្នឹងគឺយើងអាច add វាចូលបានអ្នកអាចប្រើ git add dot ក៏បានឬក៏យើង specific ទៅលើ file ហ្នឹងក៏បានដែរ index.html ហើយយើង show status វាម្ដងទៀតមកគឺឃើញថាមានពណ៌ green ដែលយើងមានន័យថាកន្លែងហ្នឹងគឺយើង add ចូលហើយតមកគឺយើងត្រូវការ commit វាដើម្បី show នៅអ្វីដែលយើងបាន add ចូលអញ្ចឹងកន្លែងនេះគឺខ្ញុំដាក់វា update content ហើយយើង push វាចូលមក
ឥឡូវយើងចូលមកកាន់ repo របស់យើងវិញហើយយើង refresh the page មកដូចអ្នកនាងឃើញអញ្ចឹងវាបាន append នៅ commit មួយទៀតដែលមានឈ្មោះថាជា update content ដែលយើងបានដាក់មុននឹងចូលហើយក៏អ្នកនាងអាចធ្វើការ check នៅ history នៅអ្វីដែលអ្នកនាងបាន commit ចូលមុនហ្នឹងដែលយើងប្រើវាជា git log git log គឺវា show information ដែលយើងបាន push ចូលមុនហ្នឹងដែលវាមានជា actor អីផងមានជា date ហើយមានជា commit mistake តែបើសិនជាអ្នកនាងចង់ print the commit mistake នេះទេគឺយើងអាចប្រើបានដែលវាមានឈ្មោះថា git log --1 ឡើងវា print the commit mistake ហ្នឹងឯងដែលយើងសារ git log --1 ឡើងគឺអ្នកនាងឃើញអញ្ចឹងវា print the commit mistake អញ្ចឹងនៅកន្លែង repo ហ្នឹងគឺយើងអាចធ្វើការ collaboration បានបើសិនជាយើងមាន teammate របស់យើងហើយយើងចង់ឲ្យគាត់ធ្វើការ project ហ្នឹងមួយយើងបានយើងចូលទៅកាន់ setting ហើយយើងរកពាក្យ collaboration តមកយើងកន្លែងនេះគឺយើង add people មកយើងអាច add នៅ username របស់គាត់មកហើយយើង click កន្លែង add ហ្នឹងមកវា send ទៅកាន់ user ម្នាក់ហ្នឹងឯងតែវា show ទៅកាន់ pending invite អញ្ចឹងកន្លែងហ្នឹងគឺតម្រូវឲ្យ user ដែលយើងបាន invite ហ្នឹងគាត់ត្រូវ accept ដែរដើម្បីឲ្យយើងអាច working មួយគ្នាបានអូខេឥឡូវខ្ញុំសាកទៅ confirm ដែលខ្ញុំបាន invite មុនហ្នឹងនៅពេលដែល user ម្នាក់ទៀតគាត់បាន accept គឺឃើញថាកន្លែង pending invite ហ្នឹងគឺវាបានបាត់ហើយឥឡូវខ្ញុំធ្វើការ example ទៅខ្ញុំជា user B ចឹងឥឡូវខ្ញុំបាន log in ចូលមកកាន់ user B ហើយដែលកន្លែងហ្នឹងគឺខ្ញុំបាន accept នៅ invitation ដែលបាន send ឲ្យខ្ញុំហើយនៅពេលដែលយើងចូលមកកន្លែងនេះគឺយើងឃើញថានៅកន្លែងនេះវាមានជា repo មួយដែលយើងអាចធ្វើបានចឹងនៅក្នុងហ្នឹងគឺយើងអាច push ឬក៏ add file នៅក្នុង repo ហ្នឹងបានចឹងឧទាហរណ៍ថាបើសិនជាយើងធ្វើការជា team ហើយ team lead របស់យើងគឺបាន invitation មកយើងហើយគឺយើងដំបូងដែលយើងត្រូវការគឺយើងត្រូវ clone project ហ្នឹងមួយសិនអញ្ចឹងយើងចូលមកកាន់កន្លែង code នេះហើយយើង copy នៅកន្លែងនេះមកអញ្ចឹងឥឡូវយើងចូលមកកាន់ terminal តោះមកយើងវាយពាក្យឈប់ឥឡូវខ្ញុំចាប់តាមចូលទៅកាន់ desktop មួយសិនហើយយើងដាក់ git clone ហើយយើងចាប់តាម paste ចូលនៅ link ដែលយើងបាន copy មុនហ្នឹងតមកហើយយើងបាន folder ដែលយើងទំនឹង clone មុនហ្នឹងហើយយើង open វាមកចឹងនេះគឺជា repo ដែលយើងបាន clone មុនហ្នឹងចឹងឥឡូវគឺយើងអាចធ្វើការបង្កើតជា brand មួយផ្សេងទៀតដោយសារតែពេលខ្លះ team lead យើងគឺអាស្រ័យនៅ task ឬក៏ឲ្យយើងធ្វើ feature អីផ្សេងចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវបង្កើត brand មួយផ្សេងទៀតដោយសារតែយើងអត់ចង់ប៉ះនៅ brand ដទៃឬក៏ main brand អីចឹងឥឡូវគឺយើងអាចធ្វើការបង្កើត brand មួយទៀតបាន git checkout តមក dash b មានន័យថាគឺយើងបង្កើត brand មួយហើយគឺយើង speak ទៅ brand ហ្នឹងយកមកចឹងកន្លែងហ្នឹងខ្ញុំឧទាហរណ៍វាអាចមានជា navbar ឬក៏ជា feature អីផ្សេងទៀតចឹងទៅចឹងកន្លែងហ្នឹងខ្ញុំ example វាជា feature A ចឹងទៅចឹងពេលវាបង្កើត brand ឈ្មោះ feature A ហ្នឹងហើយវានឹង speak ទៅ feature A ហ្នឹងយកមកចឹងយើងអាច confirm វាបានដែលយើងដាក់ git brand ចង់ដឹងថាយើងនៅក្នុង brand មួយណាចឹងវា show ទៅកាន់ green color feature A មានន័យថាឥឡូវដែលយើងកំពុងនៅហ្នឹងគឺ feature A ចឹងនៅក្នុង feature A ហ្នឹង example យើងត្រូវធ្វើមានដូចជា styling យើងមាន h1 color ឲ្យវាជា yellow example ចឹងបន្តមកទៀតយើងចង់ push នៅអ្វីដែលយើងបានធ្វើហើយក៏ push នៅ brand ដែលយើងតាមបង្កើតមុនហ្នឹងចឹងឥឡូវគឺយើងដាក់ git add dot git commit add css file ហើយយើង push
កន្លែងនេះគឺយើងអាច push state នឹងបានទេគឺយើងត្រូវការបញ្ជាក់វា origin ឈ្មោះbrand របស់យើងគឺ feature A អញ្ចឹងវា push ទៅកាន់ brand ហ្នឹងឲ្យយើងហើយដែលនៅក្នុង feature A ហ្នឹងឥឡូវយើងសាកចូលទៅកាន់ GitHub របស់យើងវិញអញ្ចឹងអ្នកនរគ្នាគឺអញ្ចឹងអ្នកនរគ្នាកន្លែងនេះវាមានជា brand 2ឯដែលយើងតែបង្កើតមុននឹង brand មួយទៀតដែលមានឈ្មោះថាជា feature A ហ្នឹងអញ្ចឹងបន្តមកទៀតអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវ merge នៅ brand feature A ហ្នឹងទៅកាន់ main brand អ្នកនរគ្នាអាចធ្វើការ merge វាយកហ្មងដែលយើងអត់ចាំបាច់ប្រើ pull request ក៏បានឬក៏យើងអាចប្រើជា pull request ក៏បានដែរនៅពេលដែលយើងប្រើ pull request ហ្នឹងគឺវា safe នៅពេលដែលយើងជៀសវាងនៅក្នុងការ conflict ហ្នឹងគឺមានន័យថានៅពេលដែល user A មួយ user B គឺគាត់ធ្វើនៅ line ដូចគ្នាឧទាហរណ៍ថាបើសិនជា user A គាត់ធ្វើនៅ line ទី5 user B គាត់ធ្វើនៅ line ទី5ទៀតអញ្ចឹងគឺវាអត់ដឹងថាចាប់យកមួយណាដែលគាត់ថាត្រូវអញ្ចឹងវាច្បាស់ជា conflict ឯកន្លែងហ្នឹងអញ្ចឹងដើម្បីជៀសវាងនៅកន្លែង conflict ហ្នឹងគឺយើងអាចបង្កើត create new pull request បាន base មានន័យថាយើងចង់ push ពី feature A ទៅកាន់ main brand អញ្ចឹងកន្លែង compare កន្លែងនេះគឺយើងដាក់វា feature A ហើយយើង create pull request មក create pull request ហ្នឹងវាមានប្រយោជន៍នៅពេលដែលឧទាហរណ៍យើងចូលទៅធ្វើការអីទៅយើងអាច create pull request អាចឲ្យអ្នកនៅខាងលើគាត់ review នៅមុនពេលដែលគាត់ merge ចូលទៅកាន់ main brand អីរបស់គាត់បានអញ្ចឹងភាគច្រើនគឺយើងអាចមើលចូលខ្លួនឯងបានទេដោយសារតែ company គឺមានការ set rule អីច្បាស់លាស់ដែលយើងអាចមើលគេបានហើយយើងត្រូវការ pull request សិនដើម្បីឲ្យអ្នកខាងលើគាត់ review នៅ code របស់យើងមុនពេលដែលគាត់ចាប់ផ្ដើមយក run code របស់យើងចូលទៅកាន់ brand របស់គាត់អញ្ចឹងកន្លែងនេះយើងអាចដាក់វាជា description អីមកតមកហើយយើង check មើលថាវាអូខេគឺយើងចាប់ផ្ដើមបង្កើត create pull request មកហើយវាចាប់ផ្ដើម check ថា brand ដែលយើង push ចូលហ្នឹងគឺវា conflict អត់ហើយវា show ថា no conflict គឺអូខេគឺយើងអាចមើលចូលបានហើយកន្លែងប៊ូតុងនេះអ្នកនរអាចឃើញបានយើងអាចមើលខ្លួនឯងបានដោយសារតែ owner នៅ repo មួយនោះគាត់អត់មានការ set នៅកន្លែងហ្នឹងគឺភាគច្រើនគឺគេ set អត់អាចឲ្យ team member ធ្វើការមើលខ្លួនឯងបានទេយើងត្រូវការ pull request សិនហើយអ្នកខាងនោះគាត់ត្រូវការ review ហើយបានគាត់មើលខ្លួនឯងអញ្ចឹងឧទាហរណ៍ថាកន្លែងនេះគឺខ្ញុំ check ហើយគឺខ្ញុំថាអូខេឥឡូវយើងមើល pull request ហ្នឹងមកហើយយើង confirm merge បន្តមកហើយគឺវាបាន merge ចូលទៅកាន់ main brand នេះឥឡូវយើងសាកចូលមកកាន់ code របស់យើងវិញអញ្ចឹងឥឡូវគឺយើងកំពុងនៅក្នុង feature A អញ្ចឹងឥឡូវគឺយើង switch ទៅកាន់ main brand វិញអញ្ចឹងឥឡូវគឺយើងgit check out main អញ្ចឹងអ្នកនរឃើញអញ្ចឹងនៅពេលដែលយើង switch មកកាន់ main គឺវាអត់មាន latest change ទេអត់មាននៅអ្វីដែល user គាត់បាន push ចូលមកកាន់ code ឬក៏ merge ចូលមកកាន់ brand មួយហ្នឹងឯងអញ្ចឹងអ្វីដែលយើងត្រូវធ្វើដំបូងគឺយើងត្រូវ pull នៅ latest change នៅអ្វីដែល user ផ្សេងទៀតគាត់បាន push ចូលមកកាន់ brand មួយហ្នឹងអញ្ចឹងឥឡូវគឺយើង git pull គឺវា pull នៅអ្វីដែល user ផ្សេងទៀតគាត់បាន push ចូលមកកាន់ក្នុងហ្នឹងហើយយើងអាច switch ទៅកាន់ feature A វិញអញ្ចឹងនៅពេលដែលយើងធ្វើ feature A ចប់ក៏យើងអាច delete នៅ brand មួយហ្នឹងបានដែរដែលវាប្រើវាជា git brand -d បន្តមកគឺឈ្មោះ brand ដែលយើងចង់ delete គឺ feature A git brand គឺយើងសរសេរខុសអញ្ចឹងវា delete នៅ brand មួយហ្នឹងឥឡូវយើង clear វា git brand គឺ show the main brand ដែលយើងបាន delete feature A brand ចេញ
ចឹងនៅកន្លែងហ្នឹងក៏អ្នកនរគ្នាអាចធ្វើការបង្កើតជា readme file ដែលយើងអាចប្រើបានជា readme file readme.md តមកហើយគឺអ្នកនរគ្នាអាច list down នៅ project overview របស់អ្នកនរគ្នាបានកន្លែងតុងជ្រូហ្នឹងមានថាជា heading 1នៅក្នុង readme នៅក្នុង format វាចឹងកន្លែងនេះគឺជា project name ឈ្មោះ project របស់យើងហើយមានជាបើសិនជាតុងជ្រូ2មានន័យថាជា heading 2ដែលយើងចង់ធ្វើការសរសេរនៅក្នុងហ្នឹងចឹងគឺអ្នកនរគ្នាអាចសរសេរ text នៅក្នុងនេះបានដែរហើយក៏យើងអាច push វាចូលទៅកាន់ repo របស់យើងបានហើយក៏វាមានជា git ignore git ignore ចឹងកន្លែង git ignore ហ្នឹងគឺជាកន្លែងដែលយើងអត់ចង់ include ទៅនឹង file ណាដែលយើងអត់ចង់ឲ្យវា show ទៅកាន់ repo របស់យើងទេឬក៏ឲ្យ user ផ្សេងទៅបានឃើញពីច្រើនគឺគេអត់ចង់ឲ្យឃើញនៅឧទាហរណ៍ជា API key របស់គេឬក៏ database អីរបស់គេដែលជា account ផ្ទាល់ខ្លួនរបស់គេអញ្ចឹងកន្លែងហ្នឹងគឺយើងអាច include វាបានដែលភាគច្រើនគឺគេដាក់ store នៅ sensitive data នៅក្នុង env file ដែលគេហៅថាជា env file ហ្នឹងអញ្ចឹងឧទាហរណ៍ថាមានជា API key ចឹងមកគឺយើងអត់ចង់ include នៅ API key មួយហ្នឹងឯងអញ្ចឹង git ignore គឺវាអាច handle បានដែលយើងអាចដាក់ .env នៅឈ្មោះ file របស់យើងមកឈ្មោះ .env ហ្នឹងដែលកន្លែងហ្នឹងគឺវា show នៅឲ្យយើង notice មួយកន្លែងដឹកហ្នឹងគឺមានន័យថាកន្លែងហ្នឹងគឺយើងចង់ exclude នៅ .env file មួយហ្នឹងអញ្ចឹង git ignore គឺវា handle នៅក្នុងការ ignore file មួយហ្នឹងនៅពេលដែលយើង push ចូលគឺវាអត់ include ទៅនឹង file env ហ្នឹងឯងឥឡូវយើងសាក git status វាគឺមានជា2 file ដែលយើងបាន add មួយ git ignore ហើយមួយទៀត readme file ប៉ុន្តែវាអត់ include ទៅនឹង env ដែលយើងតែបង្កើតមុនហ្នឹងឧទាហរណ៍ថា example យើងមានជា folder image កន្លែង image ហ្នឹងគឺយើងអត់ចង់ include វាអញ្ចឹងយើងអាច specific នៅ image ហ្នឹងមក slash image ហ្នឹងក៏វាអត់ include ទៅនឹង image file ហ្នឹងដែរ show status វាមកពីអ្នកនរឃើញអញ្ចឹងគឺវាអត់ include ទេឥឡូវយើងសាក add វាចូល git commit add git ignore and readme file git push ឥឡូវយើងចូលមកកាន់ GitHub របស់យើងអូខេដូចអ្នកនរឃើញអញ្ចឹងវា add ទៅ file ពីរហ្នឹងដែលយើងទៅ add មុនហ្នឹងហើយក៏វាអត់ include ទៅនឹង file ដែលមានដូចជា env ឬក៏ជា image ដែលយើងមក include ចូលទៅកាន់ git ignore ហ្នឹងតែហ្នឹងគឺវាសំខាន់មែនតើបើសិនជាអ្នកនរធ្វើការគឺភាគច្រើនគឺមានជា sensitive data ខ្លះដែលយើងអត់ចង់ include ចូលទៅកាន់ repo ដែលអាចឲ្យ user ផ្សេងទៀតបានឃើញឯងហើយចំពោះកន្លែងនេះដូចអ្នកនរឃើញអញ្ចឹងវាមានជា readme file ដែលយើងសរសេរមុនហ្នឹងដែលតុងជ្រូកមួយហ្នឹងគឺសំដៅទៅលើ heading 1ដែលវាជា format នៅក្នុងហ្នឹងហើយយើងអាចសរសេរ text នៅក្នុងនេះបានហើយក៏មានជា heading 2ដែលយើងអាច display បានអញ្ចឹង GitHub course ហ្នឹងត្រូវបានចប់ហើយ part 1ដែលមានដូចជា HTML CSS និង JavaScript ហើយចុងក្រោយហ្នឹងគឺ GitHub ដែល part 1ហ្នឹងគឺត្រូវបានបញ្ចប់ដែរអញ្ចឹងអ្នកនរអាចចូលទៅ check នៅក្នុង YouTube channel របស់ខ្ញុំបានដែលខ្ញុំបាន post នៅក្នុងវីដេអូទាំងអស់ហ្នឹង